អង្គព្រះទ្រង់ញៀនមានទេចឹងសំដែងប្រាប់ព្រះអានន្ទថារទិញដែលចឹងបទៅណាទៅបានដោយសារអបឫស្សីតាំងថាគុណចាស់ក្រមគ្រាហើយមនីអានន្ទហើយមានមុំអីដូចរទេញចាស់អបឫស្សីវោសាឆ្នាំថ្មី80ហើយក្រោយព្រះអានន្ទទ្រង់ចេញផុតពីព្រះសម្ពុទ្ធមិនយូរឡើយក្រោយផុតតាថ្ងៃត្រង់ហើយមីមិនកន្តើយគល់សាំងស្ដាឆ្នាំម្សាញ់ខែមីថ្ងៃអាទិត្យពេញបរមីពិតថ្ងៃនោះណាព្រះអង្គទ្រង់ដាក់អាយុសង្ខារចំពោះមុខមេគ្រានោះឯងនៅនីបាវាឡាចេតីក្បែរវេសាល័យក្រៅកំផែងគោក្រៅធរណីគ្រប់កន្លែងផ្គរលន់ខ្វាំងខ្វែងខ្ទរអាកាំងក្រោយមកភីខុងជួបជុំគ្នាអង្គព្រះភគវីទ្រង់បានត្រាស់សំដែងគីថាអង្ចារណាស់រំលឹកយ៉ាងច្បាស់ត្រាស់អវាទទ្រង់បានត្រាស់ថាសង្ខារទាំងឡាយតែងតែអន្តរាយវិនាសខូចខាតចូលអ្នកទាំងឡាយកុំបីប្រមាទប្រឹងប្រែងសង្វាតឲ្យសម្រេចការភីដែលស្មូនឆ្នាំងដាំដុតដោយដីតូចក្ដីធំក្ដីឆៅឆ្អិនយ៉ាងណាចុងក្រោយរមែងមានកិរិយាបែកធ្លាយធម្មតានោះជាការពិតយ៉ាងណាជីវិតសពសត្វនេះក៏ក្មេងចាំងមានក្រពីលឬបណ្ឌិតចុងក្រោយរមែងតែងតែស្លាប់ពិតបាត់បង់ជីវិតក៏យ៉ាងនោះដែរជីវិតតថាគតមានប្រមាណតិចគោរមពីពេញអិនកិច្ចកែប្រែពីថ្ងៃនេះទៅនៅត្រឹម3ខែតថាគតត្រូវតែប្រែនិម្ពីន3ខែកន្លងយ៉ាងរហ័សសែនសោកស្ដាយណាស់ព្រះទ្រង់ញៀនវាលាចិត្តភ្លឺទ្រង់ចូលឈានហើយចូលនិម្ពីនកណ្ដាលព្រៃក្នុងខែវិសាខថ្ងៃអង្គារឆ្នាំម្សាញ់វេលាចុងរាត្រីថ្ងៃ15កើតពេញបរមីបរិស័ទប្រុសស្រីប្រជុំត្រៀត្រាទីត្រង់និព្វាននោះតាំងនៅក្បែរផ្លូវទៅក្រុងកុងសេនារារាំងភ្នំមួយគូសាលព្រឹក្សាមានផ្ទាំងសេឡានៅចន្លោះកុំថាឡើយមនុស្សលោកសោកាសូមបីទេវតាស្ថានទាំងអស់យំសោកបោកប្រានស្ដាយស្រណងលន់កក្រើកអង្គភពផែនដីទីត្រង់នៅពៀននោះអីលើមានស្គបតាំងនៅល្អប្រឹមប្រៃដំកលទីដែលព្រះចិនស្រីនិព្វានលើដីកុសេនារាក្នុងស្ទូបមានព្រះបង្នមាថ្មកសាងយ៉ាងល្អគួរជ្រះថ្លាដំណាងព្រះអង្គសពព្រះសង្ឃស្ដា
ស្ដោកស្ដឹងកាយាសែនអាសូរអ្នកទៅដល់ពិតចិត្តដិតជាប់ដូចឃើញព្រះសពនៅច្រងោមានស្បង់ជ័យវោថ្វាយផ្លាំងបដោទឹកនេត្រាហោនឹងព្រះអង្គនឹកហាងដូចជានៅថ្មីថ្មីនឹកព្រះចិនស្រីប្រោសស្រោចស្រង់នឹកដល់ព្រះធម៌ល្អភោផង់នឹកដល់ព្រះសង្ឃអង្គសាវកចាប់តាំងអំពីថ្ងៃនេះទៅសូមដើរតាមផ្លូវព្រះអរិយក្រមលុបព្រះធម៌ល្អត្រជាងផុតពីអន្តៈនៃពួកមីសូមឲ្យលោកអ្នកបានសូត្រស្ដាប់ប្រវត្តិសាស័ព្ទព្រះភគវីបានសុខចម្រើនគ្រប់គ្នាកុំបីឃ្លៀងឃ្លាតគ្រាណាឡើយ